មុនជាគឺភេទវត្តភេទវត្តចានេះលោកចាស់ពេលមុនតាណាឯងលោកចាស់ភេទវត្តទៅសោះខាងឯកសារនេះថាទៅភេទវត្តចឹងដល់អេតលោកជាអេតមានរបស់វត្តមួយដែរនោះនេះចូលហើយឡាយណាគាត់ឡាយអត់និយាយនៅក្រោយអត់ទេឆ្ងាយជាបឋមសូមមកស្ការគុណការទាំង3ដោយសេចក្តីគោរពជ្រះថ្លារពងពោះហើយមកស្ការព្រះអង្គគ្រូចារិកាលទ្ធៈធម្មោជាកំសាន្តដែលនិមន្តមកជាលើកទី3ហើយដែរណាមកកាន់ប្រទេសអូស្ត្រាលីទី4ណាទី4ណាអូទី4ហើយហ្នឹងទី4ហ្នឹងហើយហើយឆ្នាំនេះ3ដងនឹកគ្រាន់បើនៅវេលានេះគឺនៅប្រទេសអូស្ត្រាលីគឺថ្ងៃទី28ខែសភាឆ្នាំ2025ហ្នឹងហើយម៉ោង7:12ថ្ងៃត្រង់ហ្នឹងហើយមិញចុះមកបានប្រកេន McDonald អីខ្លះហើយបានឆាន់អីតាមយន្តហោះខ្លះណាចឹងខ្ញុំណាបើកឱកាសប្រកេនប៉ុណ្ណឹងហើយសូមចាស់មានធរដីកាប្រាប់កូនចៅនៅស្រុកមិនខ្លះទៀតមុនណាជាបឋមសូមនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាសូមចម្រើនពរចំពោះលោកគ្រូព្រោះដែលគ្រូមានវត្តមានក្នុងរថយន្តនេះចម្រើនពរញោមភាញោមស៊ីណេងបងឆេងហើយញោមអាណាបើដែលរួមដំណើរក្នុងរថយន្តថ្ងៃនេះហើយថ្ងៃនេះខ្ញុំបានអាត្មាភាពទើបតែនិមន្តមកពីស្រុកខ្មែរមកដល់ទឹកដីនៃប្រទេសអូស្ត្រាលីនេះទើបតែចុះយន្តហោះមកសបកមិញនេះទេបើគឺហើយតាមដងផ្លូវឆ្ពោះទៅកាន់វត្តសមណគោតមារាមនៅសវណ្ណ Jackson Road កំពុងធ្វើដំណើរតាមផ្លូវហើយក៏ជាកិច្ចធម្មទានតាមផ្លូវជាមួយលោកគ្រូថ្ងៃនេះបើហើយជាពិសេសសូមអរគុណច្រើនចំពោះលោកគ្រូបើដែលចំណាយពេលវេលាដ៏មានតម្លៃមកទទួលខ្ញុំភាមិនចុះពីរយន្តហោះមកបាត់អត់ឃើញណាในថ្ងៃនេះក៏មានសេចក្តីរីករាយចំពោះវត្តមានលោកគ្រូនិងញាតិញោមគ្រប់គ្នាព្រោះចំពោះការនិមន្តមកដល់ទឹកដីនៃប្រទេសអូស្ត្រាលីនេះជាលើកទី4បាទហើយតាមអ្វីដែលលោកគ្រូបានសួរមិញការដែលផ្ដាំកូនចៅអីគឺរៀបចំរួចរាល់អស់ហើយណាគ្រូthis chick is តែក៏មានឡើងចេញមកដល់នឹងហើយបើដែលដំណើរការជួបគ្នាគឺមានជួបមានបែកពី
ประมาณกันมาคายหมอนมาโอสลีชุบกันเนี่ยว่าให้กลายมากกว่าแต่วันอย่างแล้วมาวิ่งสาเตียนใบจูบบันไดการจูบเนี่ยนี่คือการจูบในเยิงในเมียนชีวิตในเยิงอาสร้างประโยชน์จราหนอเนี่ยหนึ่งเนี่ยเจียพิเศษเยิงบ้านเจ้าดมเลยสิ่งใดละอต่อตามระยะการศึกษาเรียนโซนในทอระบบแปรสมาสัมพุทธว่าหยัดโยมบริษัทกลุ่มนี้ก็มีโอกาสนำไปบ้านตัวในประทอระบบแปรสมาสัมพุทธชีวิตใช้คือตามระยะการสับสายระบบลูกครูตามมันได้สังคมเซย์เนี่ยหยัดโยมแต่มาตัวในทอมเตียนยังเบียดปัญหาให้กันทำเช่นnè để xa cái này dần bật mình nắng bàn chung khăn nè rồi trong cam vị thì morning discussion thầm xa cái cha bật lâm ngày bột dần tập tài tầm nã ca bàn pi sa bà đáธรรมดามองผมไปกันละดอลมองดอบไอจุ่มเนี่ยtớiไอตลางลานตะมวยจมวยบางเพย์บางสิ่งนี้จังtừดอลวัดนึงมันไงนี่มันบานกับดอลลงจะได้พอแล้วครับสรุปโบลรัวใส่อะไรจำแนกไอ้นบ้านบนแต่อันเป็นลานตัววิ่งพอแล้วครับvừa sài lan bòn chân tới rồi từ lọp từ vinh sân cầm theo lồng cha chị e cả chả răng bàn bao rồi chị sài tại bà sập sát lo ấy cả chùm cái này thầm mà sàn tận này nângสัปดาห์กร้อยไปเจลมจ่าโจรวมได้นั่งลูกโจรวมบ้านสัปดาห์กร้อยไงปุดกร้อยนั่นไงในการเทในวัดได้ไหนนะได้ยังเฟอร์ในห้างกาแฟในสปริงแวลเลยเนาะมันตอนเกิดทามาโชว์บายลมจ่าตื่นมาในจำเกิดคะแนนเด็ดได้กรรมวิธีทั้งไงปุดนั่นคือยังรวมเล็กเคยทาการประพฤติในสกรรมเพียบประจำทั้งไงนั่นคือการประพฤติในทัวได้ก็ไปจำรานการดังให้ตัวเลี้ยงบานดังทาการประพฤติในสกรรมเพียบในชีวิตประจำทั้งไงคือการประพฤติในท้ออันนั้นเติบยังกันแต่เคยดำไลในเมรินปะทวไอเคยทาเมรินปะทวได้เปรียบรมครูปองตรงตรัสสัมได้นั่งมันเป็นเอาไว้ดัดเตยกลายเป็นการประพฤติในชีวิตชีพเราก็ได้นั่งไอcả đăng nấc về mình đăng trăm tập bản năng tự tiết đăng thà thô ai tự tiết đại công phong và tư chỉ của sao là thoa chỉ của sao là thoa chỉ vị baคือถ้าเชียบเชียกตะได้ประตูนั้นได้มันในขนมอำนาจในสัตว์บุคคลตัวคล้วนนะได้เชียเนี่ยเธอคือเชียโทได้ประตูโดยอำนาจปัจจัยสดสัดให้ปัจจัยนึกวิเมียนอำนาจคลั่งขนมกาเอาพอลเกิดទៅតាមអំណាចរបស់វានោះកាលណាបើបានឃើញដោយសតិបញ្ញាហើយក៏កំណត់បានថាធម៌ណាជាធម៌គួរចម្រើនធម៌ណាជាធម៌គួរលះហ្នឹងហើយ
បើបញ្ញាមិនកើតឡើងទៅឃើញសភាវៈពិតនៃអំណាចធัวដែលកើតពីបច្ច័យឬថាបច្ច័យនាំផលឲ្យកើតតាមអំណាចរបស់វាទេដូច្នេះសេចក្តីប្រមាទនៅក្នុងជីវិតហ្នឹងក៏ចេះតែមានទាំងដែលគ្រប់គ្រងនៅតួនៃប្រមាទធัวហ្នឹងថាមិនអីប៉ុន្តែនៅពេលដែលអកុសលធម៌វាឲ្យផលហ្នឹងគឺអីមែនតើដោយដែលព្រះបរមគ្រូព្រះអង្គត្រាស់ថាភត្របិបស្សតិភត្រាំងយាវៈភត្រាំងអ្នកភត្របិបស្សតិបាបាំងបុគ្គលល្អគឺឃើញអំពើល្អហ្នឹងដូចជាអាក្រក់យាវៈភត្រាំងអ្នកបច្ចតិដរាបណាសេចក្តីល្អហ្នឹងវាអត់តន់ឲ្យផលហ្នឹងហើយបាទណាភត្របិបស្សតិបាបាំងអញ្ចឹងភត្ರೋហ្នឹងគឺសំដៅដល់មនុស្សល្អបុគ្គលល្អបស្សតិហ្នឹងឃើញណាបាបាំងនៅអំពើល្អហ្នឹងថាដូចជាអាក្រក់បាបៈហ្នឹងតែថាអាក្រក់យាវៈភត្រាំងអ្នកបច្ចតិដរាបណាយាវៈហ្នឹងដរាបណាយាវៈភត្រាំងអ្នកបច្ចតិដរាបណាអំពើល្អហ្នឹងអ្នកបច្ចតិហ្នឹងមិនតន់ឆ្អិនឬក៏មិនតន់ឲ្យផលឃើញទេហ្នឹងហើយគឺបុគ្គលល្អមានន័យថាពេលដែលធ្វើល្អហ្នឹងគឺឃើញសេចក្តីល្អហ្នឹងថាដូចជាអាក្រក់ហ្នឹងហើយបុគ្គលឃើញសេចក្តីល្អហ្នឹងដូចជាអាក្រក់នៅពេលដែលសេចក្តីល្អមិនតន់ឲ្យផលការឃើញហ្នឹងគឺមិនមែនបញ្ញាឃើញទេណាការសម្គាល់របស់មនុស្សដែលឃើញថាការធ្វើអំពើល្អហ្នឹងវាលំបាកអញ្ចឹងណាចង់និយាយអញ្ចឹងការសម្គាល់ហ្នឹងគឺសម្គាល់ដោយទិដ្ឋិសម្គាល់ដោយអវិជ្ជាឃើញថាការធ្វើអំពើល្អហ្នឹងដូចជាអាក្រក់ព្រោះនៅពេលដែលអំពើល្អហ្នឹងមិនតន់ឲ្យផលណាយតិចបច្ចតិភត្រាំងលុះណាតែអំពើល្អនឹងឲ្យផលក្នុងកាលណាណាយតិបច្ចតិភត្រាំងលុះតែអំពើល្អនឹងឲ្យផលក្នុងកាលណាអដ្ឋពત્રોនិអដ្ឋពત્રોបត្រានិបស្សតិពេលនោះបុគ្គលល្អនឹងទៅឃើញថាអំពើល្អនឹងល្អមែនអញ្ចឹងចង់និយាយថានៅពេលដែលអំពើល្អនឹងវាឲ្យផលទៅដឹងថាអំពើល្អនឹងល្អមែនមានន័យថាដឹងថាអំពើល្អដែលឲ្យផលនឹងល្អមែនចូលវាមិនតាន់ឲ្យផលយកវាមើលមិនឃើញណាមើលមិនឃើញហ្នឹងហើយវាខុសពីសប្បុរសដែលជាធិរជនលោកធ្វើអំពើល្អវាមិនចាំបាច់ទាល់តែអំពើល្អនឹងឲ្យផលនៅឡើយទេលោកស្រឡាញ់អំពើល្អតាំងពីអំពើល្អមិនតាន់ឲ្យផលម៉េះលោកគ្រូល្អហើយនឹងសប្បុរសខុសគ្នាបាទបើកន្លែងល្អភត្រួកន្លែងហ្នឹងនិយាយពីមនុស្សដែលធ្វើអំពើល្អហ្នឹងហ្នឹងហើយប៉ុន្តែអាចទាញសប្បុរសចូលដែរប៉ុន្តែបើធិរជនអ្នកមានបញ្ញាហ្នឹងវាសំដៅទៅលើអ្នកមានបញ្ញាទេតែភត្រួកន្លែងហ្នឹងយើងអាចប្រើជំនួសពាក្យសប្បុរសបានព្រោះសប្បុរសហ្នឹងឲ្យតែធ្វើអំពើល្អអាហ្នឹងក៏ហៅថាសប្បុរសបានដែរតែនៅក្នុងសប្បុរសហ្នឹងវាក្តោបនៃទលំទលាយតាំងពីបុគ្គលក្រន្តមានយោនិសោធម្មតាមានធាតុសន្សំសេចក្តីល្អច្រើនមកអាចហៅថាសប្បុរសបានណាប៉ុន្តែបើធិរជនឬក៏ជនជាបណ្ឌិតហ្នឹងគឺសំដៅទៅលើអ្នកមានបញ្ញាទេហ្នឹងហើយល្អធម្មតាដែលប្រះចាកបញ្ញាហ្នឹងមិនហៅថាធិរជនទេតែបើសប្បុរសរៀបចាប់តាំងពីល្អធម្មតាឡើងទៅរហូតដល់ល្អបំផុតអញ្ចឹងចឹងបានពាក្យហ្នឹងវាព្រះអង្គបញ្ជាក់កន្លែងនេះដែលយើងដឹងអញ្ចឹងបានហ្នឹងដែលខ្ញុំចែកអញ្ចឹងបានហ្នឹងអាស្រ័យលើគាថាមួយព្រះអង្គសម្ដែងថាជនជាអសប្បុរសបើទោះជានៅចិត្ត
បណ្ឌិតអស់រយនៃឆ្នាំក៏មិនអាចស្គាល់រសពធម៌ប្រៀបដូចជាវែកនៅក្នុងសម្លតែជនជាសប្បុរសបាននៅចិត្តបណ្ឌិតសូម្បីតែពេលរួចមួយរំពេចរមែងជ្រាបនៃធម៌ប្រៀបដូចជាអណ្ដាតឃើញទេអញ្ចឹងសប្បុរសហ្នឹងឲ្យតែមានធាតុល្អឡើងទៅហៅសប្បុរសបាទអញ្ចឹងឲ្យតែមានហៅថាលទ្ធភាពអាចទទួលយកនៅធម៌ឬក៏ចម្រើនសេចក្តីល្អបានតាំងពីតិចទៅរហូតដល់កំពូលសប្បុរសហ្នឹងហើយដោយព្រះសម្មាសម្ពុទ្ធក៏កំពូលសប្បុរសដែរប៉ុន្តែពាក្យថាសប្បុរសហ្នឹងចាប់តាំងពីឲ្យតែអាចបើកឱកាសឲ្យកុសលកើតឡើងហៅថាសប្បុរសទាំងអស់ហ្នឹងហើយអញ្ចឹងបានពាក្យទេសនាពីដើមលោកប្រើពាក្យសាធវអលោកនៃសប្បុរសទាំងឡាយសាធវឃើញទេលោកមិនហៅថាសាធវអស់លោកអ្នកប្រាជ្ញទាំងឡាយលោកអត់ប្រើពាក្យអញ្ចឹងទេសាធវមានន័យថាឲ្យតែចេះដាក់មាននេះចោះទទួលយកការអប់រំអីបដាទៅបើកឱកាសឲ្យកុសលកើតឡើងបានហ្នឹងហៅថាសប្បុរសពីព្រោះពាក្យដើមរបស់ពាក្យសប្បុរសនេះគឺសន្តោបរិសោសម្រាប់រូបបានជាសប្បុរិសោសប្បុរសដែលមានចិត្តស្ងប់ល្អណាមិនសំដៅតែទៅលើបញ្ញាទេឲ្យតែមានចិត្តស្ងប់ល្អមានចិត្តទន់មានចិត្តមិនមាននេះរឹងតឹងឡើងទៅហ្នឹងហៅថាសប្បុរសបាទនេះយើងអាចនិយាយថាបុគ្គលដែលមានកាយវិការចិត្តល្អបាទមានចិត្តបុណ្យហ្នឹងចេញពីហ្នឹងទៅតែបើធិរជនហ្នឹងគឺសំដៅដល់ជនដែលមានបញ្ញាហ្នឹងហើយហើយជួសប្បុរសហ្នឹងមានបញ្ញាដែរទេថាមានក៏មានខ្វះបញ្ញាក៏មានបាទហ្នឹងហើយគាថាមុនដែលនិយាយមិននោះអានឹងមកគាថាទៀតព្រះអង្គផ្ទុយថាបាបោបៈបសតិភៈត្រាំងយាវៈបាបាំងអ្នកបច្ចតិចំណែកបុគ្គលបាបហ្នឹងឃើញអំពើបាបថាល្អដល់រាបណាបាបមិនតាន់ឲ្យផលពេលថាធ្វើបាបហ្នឹងសុបាយថាវាសុខវាសុបាយអញ្ចឹងណានៅពេលដែលបាបមិនតាន់ឲ្យផលយតិចបច្ចតិបាបាំងអថបាបោបាបានិបសតិលុះណាតែបាបឲ្យផលទៅបុគ្គលបាបដឹងថាបាបហ្នឹងអាក្រក់មែនណាវាលំបាកមែនបាទដឹងក្នុងទីនេះมันបានសំដៅថាដឹងដោយបញ្ញាទេគឺដឹងថាអញបាក់ម៉េះហ្នឹងណាដឹងដោយអវិជ្ជាហ្នឹងណាមែនទេហ្នឹងតើបាបឲ្យផលដល់វេទនាណាពិបាកណាស់មិនអញពិបាកម៉េះដឹងថាពិបាកប៉ុន្តែមិនមែនដឹងដោយបញ្ញាទេមែនទេដឹងថាពិបាកណាដូចក្មេងលោកភ្លើងព្រោះមិនដឹងថាភ្លើងវារលួយវាក្តៅដល់ប៉ះភ្លើងទៅលាក់បានដឹងថាវាក្តៅមែនប៉ុន្តែវាអត់បានដឹងថាមូលហេតុមកពីអីទេហ្នឹងហើយកលឹះណាតិចហ្នឹងហើយអញ្ចឹងមិនថាការដែលដឹងនៅធម៌ដែលកើតឡើងក្នុងជីវិតហ្នឹងមិនមែនថាអាហ្នឹងសត្វធម៌អាហ្នឹងសត្វធម៌ហើយក៏ហីទៅនោះទេមិនមែនទេកាលណាដឹងដោយសទ្ធាដឹងដោយបញ្ញាហេរិអត្តបៈហ្នឹងវាកើតឡើងហើយវាធ្វើការងាររបស់វានិយាយរួមទៅសោបនៈចិត្តសឹកហ្នឹងវាធ្វើការរបស់វាហ្មងវាធ្វើឲ្យស្រឡាញ់សេចក្តីល្អហ្នឹងកាន់តែច្រើនកាន់តែស្រឡាញ់សេចក្តីល្អហើយកាន់តែញញើតចំពោះសេចក្តីអាក្រក់ហ្នឹងគឺថាវាទៅអូតូវាអត់ធ្ងន់ទេប៉ុន្តែការដែលមិនទាន់សិក្សាមិនទាន់រៀនមិនទាន់ចម្រើននៅសេចក្តីដឹងក្នុងជីវិតហ្នឹងចេះតែឃើញថាចម្រើនវាអត់កើតណាចម្រើនមិនកើតបើយកតួខ្លួនយកទៅគិតហ្នឹងយកតួទិដ្ឋិយកទៅគិតហ្នឹងអញ្ចឹងហើយបានជាព្រះអង្គសម្ដែងថាធម្មសវណៈគឺការស្ដាប់ពធហ្នឹងជាមង្គលដ៏ឧត្តមឃើញទេធម្មសាកច្ឆាហ្នឹងជាមង្គលដ៏ឧត្តមអញ្ចឹងហើយយើងអត់ធ្វើហេតុរបស់វាផងហើយចង់បានឲ្យវាស្រួលមិនកើតហ្នឹងហើយអញ្ចឹងហើយបានការស្ដាប់ពធហ្នឹងជាមង្គលហើយជាបុណ្យទៅទៀតធម្មទេសនាមយៈបុណ្យ
chương cáo ធម្មតា ប៉ុន្តែមិនដឹងថាឲ្យដឹងយ៉ាងម៉េចទេបើយើងពាក្យថាបនយើងចេះគិតថាខ្លួនអ្នកធ្វើទោះរៀបចំនេះរៀបចំនោះជាពិធីអញ្ចឹងចុះបានហៅថាទៅធ្វើបនអីចឹងទៅតែបានជាភ្លេចថាស្ដាប់ធម៌នឹងជាបនដែរ ធម្មសវ ធម្មសវណៈមកជាបនបើអត់កុសលចិត្តកើតទេមិនមានទៅសាតួអអីជាមួយនឹងធម្មកថានឹងកើតពោលធម៌អញ្ចឹងដែរបើសិនជាចិត្តនឹងមិនជ្រះថ្លាទេធ្វើម៉េចឲ្យមានសេចក្តីស្មោះត្រង់ពោលទៅដល់អត្ថវិន័យពិតប្រាកដដើម្បីចែកឲ្យអ្នកស្ដាប់នឹងបានណាធម៌ពោលដោយសម្លឹងអាមិសផ្សេងមានព្រំដែរណាតែពោលដើម្បីស្អីផ្សេងពោលដើម្បីផ្គប់ចិត្តពោលដើម្បីបាននេះបាននោះវាមាន boundary វាមាន limit និយាយទៅខ្លាចចេះនិយាយទៅខ្លាចចុះតិចគេលែងចូលចិត្តទៅអត់ឃើញទេ គេលេងរាប់រង តែបើនិយាយដោយកុសលចិត្តចង់ឲ្យអ្នកយល់អាហ្នឹងគឺថាធម៌តាមធម៌វិន័យតាមវិន័យហើយវិន័យនិយាយប៉ុណ្ណានិយាយប៉ុណ្ណឹងហើយអត់មានខ្លាចចេះខ្លាចចុះអីទេធម៌នឹងមានន័យមិនអញ្ចឹងឯងវាអត់ពាក់ព័ន្ធថាមនុស្សមនុស្សរាល់ថ្ងៃគេជឿអញ្ចឹងអាហ្នឹងរឿងមនុស្សជឿប៉ុន្តែធម៌និយាយមិនវាអញ្ចឹងអាហ្នឹងពោលដោយកុសលចិត្តពោលដោយធម្មទេសនាមយៈបុណ្យមានន័យថាបុណ្យសម្រាប់ដោយការទេសនាដោយការបញ្យលធម៌ហ្នឹងវាទល់តែឃើញលំអធម៌ហ្នឹងតែម្ដងហើយចង់ឲ្យអ្នកដតីហ្នឹងយល់នឹងលំអធម៌ហ្នឹងពិតប្រាកដពិតមែនទៅវាជាធម្មទេសនាមយៈបុណ្យហ្នឹងហើយតែបើថាទេសដើម្បីសម្លឹងយកអីផ្សេងអាហ្នឹងវាជារឿងផ្សេងហ្នឹងហើយនិយាយក៏វាមិនអស់ពីពោះដែរនិយាយក៏វាមិនអស់សេចក្តីដែរហ្នឹងហើយខ្លាចចេះខ្លាចចោះនិយាយត្រង់ពេកខ្លាចគេឈប់ប្រកេនអីគេខ្លាចខ្លាចគេឈប់មុនមកអូស្ត្រាលីអីចឹងទៅអានេះសត្វរឿងតែយើង ប៉ុន្តែទុយទៅវិញការពោលធម៌តាមធម៌វិន័យតាមវិន័យបើសិនជាផលិតមនុស្សជ្រះថ្លាបានណាគឺល្អមែនតើហ្នឹងហើយល្អថងថាដូចព្រះសម្មាសម្ពុទ្ធចឹងមានន័យថានៅពេលដែលព្រះអង្គពោលដោយសេចក្តីស្មោះត្រង់ជាមួយសត្វលោកឃើញសត្វលោកដែលជ្រះថ្លាស្ម័គ្រចិត្តមកបម្រើព្រះអង្គឯងព្រះអង្គអត់មានប្រាក់ខែទេព្រះអង្គអត់មានប្រាក់ខែប្រាក់ថ្ងៃអីទេប៉ុន្តែព្រះអង្គយកអាការពិតហ្នឹងយកមកបង្ហាញស្អីដែលគេមិនដែលដឹងអស្ចារ្យណាស់ភ្លឺណាស់ព្រះអង្គឃើញទេលុយឯណាទិញបានអាភាពច្បាស់លាស់អាភាពភ្លឺថ្លាក្នុងជីវិតរបស់គេហ្នឹងលុយទិញមិនបានទេហ្នឹងហើយដូចខ្ញុំមិនណាប្រើក្រុមការងាររហងៃថាប្រើអញ្ចឹងថាប្រើថាពឹងក្រុមការងារធម្មទានរហងៃខ្ញុំណាដែលឲ្យពួកគាត់មករៀលឯណាអត់អាលីងហ្មងប៉ុន្តែសឹងថាពឹងម៉ោងណាគាត់ធ្វើការងារនឹងមុនការងារគាត់ទៅទៀតព្រោះអីព្រោះវានៅក្នុងដំណើរធម្មទានដែលគិតថាវាមានប្រយោជន៍ហ្នឹងហើយសម្រាប់ហ្នឹងហើយដូចមកទទួលលោកម្ចាស់ពេលនេះហ្នឹងមុខអ្នកទាំងអស់គ្នានោះសឹមមុខអ្នករវល់មិនមុខអ្នកតនេទេប៉ុន្តែសំខាន់គឺយល់ហ្នឹងហើយយល់នឹងយល់ត្រូវតាមធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងឃើញធម៌នឹងមានតម្លៃយ៉ាងណាឃើញទេខ្ញុំមិនណាចេះតែនឹកឃើញដោយព្រះសារីបុត្រព្រះមោគលានរាជវង្សដ៏ច្រើនកូនសិទ្ធិដ៏ច្រើនលះបង់ទ្រព្យសម្បត្តិចូលមកប្រតិបត្តិហើយរហូតថែរក្សាធម៌នឹងចែកតមកឲ្យពួកយើងរៀនហ្នឹងគឺថាបើគ្មានការជ្រះថ្លាទេវាអត់មានកិច្ចចាំបាច់អីធ្វើអញ្ចឹងទេអត់ហ្នឹងហើយបើយើងយកលុយទៅប្រើមនុស្សហ្នឹងយកធម៌ទៅចាយយ៉ាងអើយអស់តែលុយហ្នឹងគេឈប់ចាយចឹងដូចយើងពឹងគេផ្សាយពាណិជ្ជកម្មអញ្ចឹងមែនទេហ្នឹងដាក់ប៉ុណ្ណេះគេផ្សាយពាណិជ្ជកម្មឲ្យមួយដងឲ្យគេផ្សាយឲ្យហ្នឹងដល់អស់លុយហ្នឹងហើយដូចព្រះសម្មាសម្ពុទ្ធនេះបើព្រះអង្គមិនចែកសច្ចធម៌ទេណាធម៌ព្រះអង្គនឹងបាត់យូរហើយបើព្រះអង្គឧទាហរណ៍ថាយកសម្បត្តិស្ដេចនឹងចោះស្ដេចកាលនោះព្រះអង្គជាស្ដេចហើយយកសម្បត្តិជាស្ដេចនឹងយកមកជួលអ្នកដែលដើរតាមព្រះអង្គនឹងណែឯងផ្សាយធម៌មួយថ្ងៃផ្សាយធម៌យើងឲ្យប៉ុណ្ណេះមួយថ្ងៃផ្សាយធម៌យើងឲ្យប៉ុណ្ណេះសម្បត្តិស្ដេចនឹងរាប់ពាន់ឆ្នាំក៏វាអស់ដែរតែព្រះអង្គអត់មានប្រើមរៀលទេប្រើតែចិត្តរបស់ពុទ្ធដែលមានគុណដល់ក្រៃលែងហ្នឹងគឺថាយើងវាបានសេចក្តីជ្រះថ្លាក្នុងការដែលបានបំរើព្រះអង្គទៅទៀតផងបាទយកមកបាទ
យ៉ានឹងចឹងទេ បាទ មានអីគេថាទឹកលុយមិនឈ្នះទឹកចិត្តមិនឈ្នះទឹកលុយអាហ្នឹងចិត្តប្រកបដោយលោភៈទេ បាទ តែទឹកលុយមិនឈ្នះសទ្ធាទេទឹកលុយមិនឈ្នះបញ្ញាទេហ្នឹងហើយទឹកចិត្តមិនឈ្នះទឹកលុយគឺយើងប្រើចំពោះចិត្តដែលគ្មានសទ្ធាចិត្តដែលប្រកបដោយការលោភលន់ លោភៈ ដោយអវិជ្ជាគ្របសង្កត់អាហ្នឹងច្បាស់ណាស់ថាទឹកចិត្តមិនឈ្នះទឹកលុយទេ ត្រូវ ហ្នឹងហើយក៏ប៉ុន្តែវាអត់មានសម្បត្តិស្អីក្នុងโลกនេះឈ្នះសទ្ធាឈ្នះបញ្ញាឈ្នះសោបនធម៌ទេឃើញទេដោយគេថាមួយដែលព្រះអង្គសម្ដែងថាបឋព្យាឯករជេនសក្យសក្យមនេនវាណាសតបឋព្យាឯករជេនសក្យសក្យមនេនវាសោតាបតិបលាំងវរាំងស្អីខ្វះមក clear បឋព្យាឯករជេនសក្យសក្យមនេនវាសัพពលោកាតិបច្ចេនសោតាបតិបលាំងវរាំងឃើញទេសោតាបតិផលហ្នឹងគឺប្រសើរជាងបឋព្យាឯករជេនមានន័យថាប្រសើរជាងភាពជាស្ដេចលើផែនដីណាបឋព្យាហ្នឹងគឺផែនដីណាជាស្ដេចផែនដីសัพពលោកាតិបច្ចេនប្រសើរជាងអធិបតីលើលោកអាហ្នឹងអាចចែកជាពីរបឋព្យាដូចផ្ដាច់ប្រទេសសេរីអញ្ចឹងណាស្ដេចប្រទេសមួយណា បាទ ហើយដល់ថាអធិបតីលើលោកនេះគឺដូចជាស្ដេចចក្រអញ្ចឹងហ្នឹងហើយសក្យសក្យមនេនវាប្រសើរជាងដំណើរទៅកាន់ទេវលោកខាងសួគ៌មានអ្នកទេហៅឡូ បាទ ហៅឡូហៅឡូហ្នឹងហើយគឺប្រសើរជាងអាហ្នឹងក៏និយាយដល់សោតាបតិផលប៉ុន្តែគ្រាន់ថាសូម្បីតែអ្នកដែលតាំងនៅក្នុងកុសលធម្មតាហ្នឹងវាក៏អត់មានស្អីមកឈ្នះកុសលចិត្តដែរហ្នឹងចឹងប៉ុន្តែនិយាយអញ្ចឹងមិនមានន័យថាយើងមិនត្រូវការបច្ច័យ4ដើម្បីរស់នៅដើម្បីបរិភោគទេក៏ប៉ុន្តែការរកបច្ច័យ4របស់យើងហ្នឹងទ្រព្យសម្បត្តិរបស់យើងហ្នឹងក៏រកដោយធម៌ដែរនៅតែក្នុងក្របកម្មធម៌អញ្ចឹងខ្ញុំណែនិយាយកំដរទទួលផ្លូវលោកម្ចាស់ ហើយប្រុសហើយគ្រូ ហ្នឹងហើយប្រគេនលោកម្ចាស់បន្ត គ្រូបន្តទៀតហើយមើលភាសាគ្រូបកកាយចាំគេថាគឺបល័យអីគឺចាំច្បាស់គឺបន្តិចណាគ្រូអត់ទេ អូខានទិញយូរប៉ុន្តែនិយាយគិតទៅវាចេញមកវិញ នេះចាំបានច្រើនមែនតើណាញាតិញោមពុទ្ធបរិស័ទជ្រះថ្លាព្រោះការបកស្រាយធម៌របស់លោកគ្រូដែលសំខាន់បើគឺការមានបញ្ញាហ្នឹងគឺផ្ដើមចេញពីសទ្ធាមានសតិមានអីដែលជាពួកសោបនធម៌ហ្នឹងគឺសំខាន់មែនតើចឹងបានយើងឃើញរងថ្ងៃយើងពេលខ្លះយើងច្រឡំថាយើងមានបញ្ញាគ្រូ បាទ ដូចឃើញពីដំណើរពិតនៃសច្ចធម៌អញ្ចឹងបានព្រះអង្គសម្ដែងពីការឃើញយ៉ាងណាវាមានការឃើញដោយផ្នែកធម្មតាហើយនិងការឃើញដោយផ្នែកបញ្ញាខុសគ្នាអញ្ចឹងបើយើងឃើញដោយផ្នែកយើងក៏យើងសន្មត់ថាយើងឃើញជាវណ្ណរូបអីចឹងទៅប៉ុន្តែដល់ខាឃើញបញ្ញាលក្ខណៈចូលទៅឃើញពីសច្ចធម៌តាមសេចក្តីពិតហ្នឹងគឺល្អមែនទែនហើយជីវិតដែលទទួលអារម្មណ៍ថាយើងមានសេចក្តីសុខឬក៏យើងមានទុក្ខអីហ្នឹងគឺមានទទួលបញ្ញាទេដែលយើងចូលទៅកំណត់ដឹងនៅរឿងរ៉ាវទាំងអស់នោះបាទអញ្ចឹងផ្ដើមចេញពីការស្ដាប់ដោយលោកគ្រូលើកឡើងមកអញ្ចឹងគឺអានិសង្សនៃការស្ដាប់ធម៌អានិសង្សនៃការសម្ដែងធម៌ទាំងអស់នេះក៏ជាហេតុដែលនាំមកនូវសេចក្តីសុខផងដែរបាទនោះគឺជារឿងសំខាន់មែនទែនអញ្ចឹងបានពេលណាដែលយើងអត់សិក្សាយល់ពីកន្លែងសភាវៈធម៌ដែលជាបញ្ញត្តិនិងបរមត្ថទេពេលខ្លះយើងច្រឡំកន្លែងហ្នឹងគ្រូ ណា បើយើងចែកអត់ដាច់ដោយលោកគ្រូលើកឡើងពីតួសតបដ្ឋានអញ្ចឹងដែលនិយាយអំពីសតបដ្ឋានគឺមានអារម្មណ៍ដែលជាបរមត្ថ
អារម្មណ៍ដែលជាបរមត្តគឺដឹងសភាវៈដែលកំពុងកើតរលត់ក្នុងដំណើរជីវិតប្រចាំថ្ងៃដល់ធម៌ដែលជាបញ្ញត្តិមិនមែនជាធម៌ដែលកើតរលត់មិនអញ្ចឹងគឺមិនមែនជាធម៌ដែលកើតរលត់អញ្ចឹងតួបញ្ញាដែលយើងអាចចម្រើនកើតដឹងចូលទៅដឹងនៅសភាវៈដែលជាបរមត្តនោះណាដឹងធម៌ដែលកំពុងកើតរលត់រាល់ថ្ងៃហ្នឹងហើយក្នុងដំណើរជីវិតហ្នឹងគឺជារឿងសំខាន់មែនតើអាត្មារឿងតាំងកក៏យ៉ាងចឹងចេញតកហ្នឹងហើយហើយអ្នកខាងក្រោយមានមតិស្វាគមន៍អីហ៎បងឆេងមកសบายចិត្តទេអាត្មាមកចឹងម៉ាស្កាជាបឋមសូនម៉ាស្កាគុណកែទាំង3ដោយសេចក្តីគ្រប់និងម៉ាស្កាបញ្គុំលោកម្ចាស់ជាកំសាន្តដែលលោកទៅមុនមកដល់ប្រទេសអូស្ត្រាលីនិងជម្រាបសួរលោកគ្រូជម្រាបសួរបងភាអេណានិងបងស៊ីវណេងផងដែរចាលោកម្ចាស់មិនសួរថាសប្បាយចិត្តអត់ទេគាត់ដឹងទេទៀនគឺណាទៀនកំតែឃើញលោកម្ចាស់មុនមកដល់ដោយសុវត្ថិភាពអញ្ចឹងក៏សប្បាយចិត្តដែរគាត់ចាហើយក៏អរគុណលោកម្ចាស់ដែរដែលបានមុនមកដល់ប្រទេសអូស្ត្រាលីព្រោះបច្ច័យគ្រប់បានលោកម្ចាស់មុនមកដល់ហើយរំខានលោកម្ចាស់ហើយទៀនលោកម្ចាស់អត់អីទេបុកសម្បត្តិកប៉ាល់ហោះភ្លាមមុនមកភ្លាមទៀនដោយសារតែវីសាយើងសុំបានរយៈពេលខ្លីទេទៀនតែអញ្ចឹងទៅលោកម្ចាស់ត្រូវមុនមកដល់អូស្ត្រាលីឲ្យបានលឿនដើម្បីកុំឲ្យខាតវីសាកណាទៀនហើយលោកពុយលោកម្ចាស់ត្រូវមុនត្រឡប់ទៅវិញនៅពេលចូលភាសាណាទៀនកណាអញ្ចឹងពុទ្ធបរិស័ទនៅស្រុកខ្មែរកុំញាក់ផ្អើលថាលោកម្ចាស់រត់ហើយមកទៅដូចខ្ចប់ជូរមែនទេដោយសារតែវីសាយើងសុំបានរយៈពេលខ្លីអញ្ចឹងទៅលោកម្ចាស់ត្រូវមុនត្រឡប់ទៅវិញអញ្ចឹងជួនកាលឲ្យលោកម្ចាស់បានប្រគេនដំណឹងដល់ពុទ្ធបរិស័ទនៅវត្តអីសូមអភ័យទោសផងដោយសារខាងកណាធ្វើការបន្ទាន់ណាទៀនព្រោះជួនកាលអាចដោយពុទ្ធបរិស័ទអាចទៅរកលោកម្ចាស់ទៅអត់បានជួបហើយលោកម្ចាស់មកដល់នេះបាត់ទៀនអញ្ចឹងកណាសូមខមាទោសលោកម្ចាស់ដែរបុកសមុទ្រកប៉ាល់ហោះថ្ងៃ26ថ្ងៃ27លោកម្ចាស់ហោះកណាទៀនកណាសូមមានប៉ុណ្្នឹងចូលរួមទៀនមកញោមស៊ីណេងឯណាបងស៊ីណេងលោកម្ចាស់អត់កណាថ្វាយគុំលោកម្ចាស់ថ្ងៃនេះស្វាគមន៍លោកម្ចាស់ឡើងភ្ញាក់ហ្មងលោកម្ចាស់ពួកអីទុំលឺដំណឹងយប់មិញថាលោកម្ចាស់មុនមកអញ្ចឹងហើយទៅដល់ផ្ទះហើយបងភាប្រាប់ថាអូលោកម្ចាស់មុនមកហើយថាអូបច្ច័យគ្រប់លឿនដល់ហើយអញ្ចឹងថ្ងៃនេះស្វាគមន៍លោកម្ចាស់ហើយមេឃភ្លៀងទៀតលោកម្ចាស់ថ្ងៃនេះបនហើយប្រោះព្រំសម័យខ្ជុះទេសម័យកណាហើយថ្ងៃនេះភ្លៀងតិចទៅជុំដល់ហើយស្វាគមន៍ឲ្យលោកម្ចាស់ឡើងញាក់ហើយណាមុនហ្នឹងល្ងាពួកឥឡូវនៅអូស្ត្រាលីគឺខែរងាហើយលោកម្ចាស់ណាហើយអញ្ចឹងទៅចាប់ពីថ្ងៃនេះទៅប្រហែលជាបងភាហ្នឹងគាត់រៀងរវល់បន្តិចដែរហើយខ្ញុំកណាចេះបកគលលោកម្ចាស់ទៅឲ្យគាត់ហើយនឹងលោកគ្រូណាហើយមានធម្មសាកឆាបន្ទាប់អញ្ចឹងហើយសូមផ្ដាំផ្ញើទៅបងផល្លាមន្ត្រីពៅផងលោកម្ចាស់មុនចាអត់ទេសូមញ៉ាំផ្ដើនឹងញាតពធទាំងអស់ចាបងផល្លាបងពៅត្រីពៅហើយស្រីកែវដល់ថ្ងៃថាលោកម្ចាស់មុនមកហើយចង្ហាន់លោកម្ចាស់ត្រៀមអេណាដែរហ្នឹងហើយមិត្តពធទាំងអស់គ្នានឹងសូមជ្រាបជាដំណឹងថាលោកម្ចាស់មុនមកដល់ហើយហ្នឹងហើយសូមអមោទនីបុណ្យរបស់លោកម្ចាស់ផងលោកម្ចាស់ហើយនឹងចង់រៀនអីប្រាប់ហៅលោកម្ចាស់កណាហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងឯងលោកគ្រូចង្ហាន់មួយថ្ងៃតែ2ពេលលោកម្ចាស់ញោមណាញោមមានអីញោមខ្ញុំភាមិនដែរខ្ញុំភាបាទ
និយាយចឹងទៅថ្ងៃយប់ថ្ងៃពុធយើងសន្ទនារតនត្រ័យហើយឥឡូវចប់ទៅហើយ ចូលលេខទៀត តាមខ្ញុំណាគិតចង់ឲ្យពុទ្ធបរិស័ទចេះវិន័យខ្លះ បាទ គិតថាចាំមុនលំចាស់ជួយចូលរួមឲ្យសកម្មបន្តិចទៅថ្នាក់ហ្នឹង បាទ ចាប់ពីថ្ងៃហ្នឹងទៅ សម្រាប់ឯណាលោកចា ម៉ោងនៅអូស្ត្រាលីម៉ោង 8 ថ្ងៃហ្នឹងត្រូវម៉ោងខ្មែរដូចជាម៉ោង 5 5 5ហ្នឹងនិយាយ ចង់រៀនវិន័យទាំងពីរគឺអាគារយៈវិន័យសម្រាប់កុហក ក៏នៅបព្វជិត ហើយនឹងអនាគារយៈវិន័យសម្រាប់បព្វជិតអ្នកអត់ផ្ទះបើយើងប្រែពាក្យហ្នឹងណា បាទ ប្រែពាក្យហ្នឹងអាគារយៈវិន័យមានន័យថាវិន័យសម្រាប់អ្នកគ្រប់គ្រងផ្ទះគឺកុហកក៏មានវិន័យដែរអនាគារយៈវិន័យប្រែថាវិន័យរបស់អ្នកមិនមានផ្ទះតិចលើអនាគារហ្នឹងព្រះអនាគារចឹង បព្វជិត ឃើញទេពាក្យដូចគ្នាតែប្រែខុសគ្នាហ្នឹងហើយអនាគារមួយមានរមកអនាគារមួយអត់មានរឃើញទេអនាគារដែលអត់មានរគឺព្រះអនាគារ គេ ដល់អនាគារៈគឺមកពីអ្នកនឹងអាគារៈហ្នឹងហើយអាគារយៈអិយៈហ្នឹងគឺថាមានអ្នកមានផ្ទះហៅថាអាគារយៈបុគ្គលអាគារយៈបុគ្គលប្រែថាបុគ្គលអ្នកមានផ្ទះដល់ទៅអនាគារយៈបុគ្គលអ្នកអត់ផ្ទះគឺអ្នកបួសហ្នឹងហើយ អត់ផ្ទះទេនៅវត្តនៅអីហ្នឹងគេឲ្យនៅតែពេលនៅលោកហ្នឹងទេ គេមិនដាច់ ហ្នឹងដូចខ្ញុំអញ្ចឹងក៏សាងវត្តមួយទាំងមូលហ្នឹងប៉ុន្តែសក្ខាយគ្មានកម្មសិទ្ធិទេ គេឲ្យ អត់ទេនេះថាអត់ផ្ទះ អត់ទេ មូលហេតុដែលចង់ឲ្យចេះដឹងដែរហ្នឹងជួនកាលដើម្បីតម្រង់ការយល់ដឹងរបស់យើងដែរឧទាហរណ៍ថាយើងតែងតែនិយាយថាលោកអ្នកបួសលោកអ្នកមានសិលមិនអញ្ចឹងហ៎សិលខ្ពស់អីចឹងយើងចង់ដឹងអាសិលខ្ពស់នោះសិលអីគួរតែដឹងដែរព្រោះតែយើងមិនដឹងហ្នឹងហើយយើងចេះតែជឿខុសនោះជឿថាលោកសិលខ្ពស់ហ្នឹងគឺសិលសូត្រផ្លុំឲ្យយើង បារមី បារមីអញ្ចេះអញ្ចោះលោកសូត្រឲ្យយើងដាក់ក្បាលបំបោសអីទៅវាជ្រះចង្រៃអីទៅព្រោះលោកសិលខ្ពស់អីចឹងណាហ្នឹងហើយ ហ្នឹងហើយអញ្ចឹងយើងចង់ដឹងថាសិលរបស់បព្វជិតហ្នឹងស្អីអញ្ចឹងយើងនឹងក្រងថាថ្ងៃពុទ្ធហ្នឹងយើងយល់ដឹងពីសិលរបស់កុហកសិលរបស់កុហកយើងចេះចិត្តគ្រប់គ្នាហើយមានសិល5មានឧបោសថសិលកម្មបត្តិអីហ្នឹងក៏មែនទេណាយើងនិយាយត្រួសក៏បានដែរពីព្រោះយើងរៀនក្នុងមេរៀនអភិធម្មច្រើនហ្នឹងណាហ្នឹងហើយយើងក្រន់រៀនបើយើងចូលទៅរៀនវិន័យសាមណេរគឺចូលសិលរបស់កុហកនឹងដែរទីហោថាឥឡូវបើសិល5បើនៅក្នុងមេរៀនអភិធម្មទី1ហ្នឹងយើងរៀនហើយអស់លីងហើយ ស្ថាប័ន មានបាណាអតនីកាមេសុរាក៏យើងរៀនដែរណាហ្នឹងហើយយើងនៅសល់វិកាលនៅសល់នច្ចគីមេលា ឧច្ចាហើយនឹងជាតរូបអាហ្នឹងពេលរៀនវិន័យសាមណេរចេះដែរព្រោះដូចគ្នាអញ្ចឹងយើងអាចថាយប់ហ្នឹងឬក៏សប្តាហ៍ក្រោយឬយប់ហ្នឹងក៏បានដែរពីយប់ហ្នឹងទៅហ្នឹងយើងគ្រាន់តែរំលឹកត្រួសសិលរបស់កុហកហ្នឹងហើយបើកឆាកហ្នឹងសិលរបស់កុហករួចពីសប្តាហ៍ក្រោយទៅយើងអាចរៀនពីវិន័យសាមណេរដែលយើងថ្វាយបង្គំសាមណេរហ្នឹងគឺថ្វាយបង្គំសិលហ្នឹងតែមកមានថ្វាយបង្គំអីទេអញ្ចឹងគ្រាន់តែថាតួសាមណេរហ្នឹងគឺជាតួអង្គដែលទ្រង់សិលហ្នឹងឯងបើសិនជាសាមណេរហ្នឹងអត់សិលហ្នឹងយើងមិនដឹងថ្វាយបង្គំអីទេចង់និយាយអញ្ចឹងណាហ្នឹងហើយបើសិនជាយើងថ្វាយបង្គំមិនទៅដល់សិលហ្នឹងទេគឺដូចជាពាក្យដែលគេនិយាយថា
ថ្វាយអង្គមព្រះប៉ះសេម៉ងថ្វាយអង្គមសង្ឃប៉ះកូនអ្នកស្រុក ត ឃើញទេអញ្ចឹងដែលយើងថ្វាយបង្គំភិក្ខុសាមណេរភិក្ខុសង្ឃហ្នឹងគឺថ្វាយអង្គមសិលសិក្ខាហ្នឹងជាដើមបើមិនបានដល់តួសមាធិអធិចិត្តឬក៏អធិបញ្ញាអីក៏ដោយក៏បានត្រឹមសិលដែរអញ្ចឹងបើដែលយើងថ្វាយអង្គមត្រូវថ្វាយអង្គមអញ្ចឹងតែថាមានសិលហ្នឹងមិនសិលនេះមិនមែនយុទ្ធសិលទេយុទ្ធសិលយើងសរសេរសសអិលួបជើងបសិល្បៈនោះណាយុទ្ធសិលហ្នឹងគឺយុទ្ធសិល្បៈមានន័យថា សិលៈ វិធីសាស្ត្រដែលគេចេះមុនអាគមអីចេះទៅអាហ្នឹងគេហៅយុទ្ធសិលប៉ុន្តែសិលរបស់ភិក្ខុនេះមិនមែនសិលសស្រែលួបជើងបហ្នឹងទេមែនទេតែយើងច្រឡំពាក្យហ្នឹងដែលយើងចេះតែគិតថាលោកមានសិលអីបកែស័ក្តិសិទ្ធិសូត្រឲ្យយើងហ្នឹងគឺយើងមិនបានយល់សិលសស្រែនឹងលោហ្នឹងទេទៅគិតថាសិលខ្លាំងបកែទៅវិញ ចិត្តសិល អាហ្នឹងឯងដែលយើងថ្វាយអង្គមខុសហ្នឹងហើយអញ្ចឹងពេលដែលយើងរៀនហើយយើងថ្វាយអង្គមត្រូវទៅកើតសេចក្តីជ្រះថ្លាមិនមែនកើតការភ្ញាក់ផ្អើលទេហ្នឹងហើយអញ្ចឹងជាសរុបមកដូចយើងដឹងថាសាមណេរមានសិលម៉ានដឹងទេអ្នកខាងក្រោយជប់អ្នកខាងក្រោយសាមណេរមានសិលម៉ានសាមណេរតែញ៉េតែយើងអត់រៀនយើងអត់ដឹងអញ្ចឹងហ្នឹងហើយសាមណេរមានសិល10បាទហ្នឹងហើយឃើញទេតែមិនរៀនវាមិនដឹងអញ្ចឹងបើថ្វាយអង្គមសូម្បីតែលោកសិលអីមិនដឹងផងមិនដឹងថ្វាយអង្គមរបៀបម៉េចទេរាល់ថ្ងៃហ្នឹងឃើញទេចុះភិក្ខុមានសិលម៉ានសួរអ្នកខាងក្រោយភិក្ខុមានសិលម៉ានតែហ្នឹងហើយប៉ុណ្ណឹងអត់តន់គ្រប់ទេយើងនិយាយដោយសង្ខេបសិលរបស់បព្វជិតមាន4ហៅថាចតុបរិសុទ្ធសិលណា តិចជាង ឃើញទេបើមិនរៀនអត់ដឹងទេចតុបរិសុទ្ធសិលគឺសេចក្តីបរិសុទ្ធនៅក្នុងសិល4ហើយសិក្ខាបទ227ហ្នឹងមួយទេគឺបដិមោកសង្វរៈសិលហ្នឹងឃើញទេដែលសិក្ខាបទ227ហ្នឹងគឺមួយក្នុងចំណែក4ដែរហ្នឹងហើយជាបដិមោកសង្វរៈសិលហ្នឹង បរាជិត4 ហ្នឹងហើយនៅមានឥន្ទ្រីយសង្វរៈសិលណាមែនទេឥន្ទ្រី6នេះតែការសម្រួមឥន្ទ្រីនេះហ្នឹងហើយមានបច្ចយៈសន្និសិទ្ធសិលគឺដូចការប្រើប្រាស់បច្ច័យ4ពិចារណាដូចខ្ញុំផ្ញើឲ្យព្រឹកមិញក្នុងរូបណាអាហ្នឹងគឺបច្ចយៈសន្និសិទ្ធសិលគឺការពិចារណារាល់ពេលប្រើប្រាស់បច្ច័យ4ឃើញទេណាបច្ចយៈហ្នឹងគឺបច្ច័យហ្នឹងឯង អាជីវៈ ហើយនឹងអាជីវៈបរិសុទ្ធសិលគឺការចិញ្ចឹមជីវិតប្រកបដោយធម៌ដ៏បរិសុទ្ធហ្នឹងហើយតើទៅស្រោចទឹករកកថាដើម្បីបានមកចិញ្ចឹមជីវិតហ្នឹងឈ្មោះថាខូចសិលហ្នឹងមួយឯង គ្រូចឹងបានន័យថាបើសិនជាឧបមាថាលោកជាភិក្ខុឬមួយជាសាមណេរលោកត្រូវតែចេះធម៌ចេះសិលចេះដូចថាមានសិលហ្នឹងឲ្យដឹងខ្លួនឯងមានទូនាទី បាទប៉ុន្តែសំខាន់ដឹងរៀនអត់ប៉ុន្តែថាដើម្បីឲ្យល្អវាទល់តែចេះឧទាហរណ៍ថាធ្វើប៉ូលីសចុះដើម្បីខ្លាយជាប៉ូលីសល្អម្នាក់មិនមែនគ្រាន់តែមានចិត្តល្អទេអញ្ចឹងចង់ធ្វើប៉ូលីសឲ្យល្អប៉ុន្តែបើប៉ូលីសមិនចេះច្បាប់ប៉ូលីសមិនដឹងធ្វើប៉ូលីសល្អមិនអញ្ចឹងបេះដូងគាត់ល្អទេប៉ុន្តែឧទាហរណ៍គាត់ទៅធ្វើការមិនដឹងធ្វើអីតែគាត់ចិត្តល្អណាស់ចង់ទៅជួយគេវាមានអញ្ចឹងណាអ្នកបួសក៏អញ្ចឹងដែរខ្លះលោកមានធាតុល្អណាស់លោកជ្រះថ្លាណាស់លោកចង់បួសចង់ត្រួតត្រងសាសនាណាស់ប៉ុន្តែបើមិនចេះធម៌វិន័យហ្នឹងសួរទៅត្រួតត្រងល្មិចវាមិនដូចខ្លាឃ្មុំស្រឡាញ់ចាស់ហើយរឿងលោកទៅចោះហើយរឿងយើងថ្វាយអង្គមនេះវាច្រឡំធម៌វាច្រឡំអ្នកមានគុណធម៌អញ្ចឹងហើយបានឲ្យតែចូលព្រៃចូលអីហ្នឹងទៅអញ៉ៃពេកទៅនងអីថ្វាយអង្គមព្រោះតែបានចូលព្រៃហើយចុះលោកនៅស្រុកហ្នឹងវាគ្មានធម៌អីម៉េចចង់ថាទេហ្នឹងហើយហ្នឹងតែមិនរៀនវាធម្មតាតែអញ្ចឹងបានចូលព្រៃវាមិនតែអ្នកបួសយើងណាអាចារ្យគេទៅព្រៃហ្នឹងមិនអញ្ចឹងហ៎ពួកតបោះហើយក៏គេទៅព្រៃដែរហ្នឹងហើយបើចាយលើចូលព្រៃជ្រៅយើងទៀតហើយអញ្ចឹងបើយើងកំណត់ថាទល់តែចូលព្រៃបានល្អថ្វាយគុំអាចារ្យល្អបាត់ហើយអាចារ្យចូលព្រៃយូរជាងយើងហ្មង
ហើយខែតកកទៀតអង្គុយលើតកកអញ្ចឹងក្រៅពីរៀនមិនដឹងថាទៅប្រតិបត្តិឲ្យត្រូវល្មិចអញ្ចឹងមិនថាការដែលក្នុងអត្ថកថាព្រះវិន័យលោកសម្ដែងថាពុទ្ធសាសនានេះគឺតាំងនៅព្រោះមានឫសគល់គឺព្រះវិន័យដូចដើមឈើអញ្ចឹងបាក់មេឃបាក់ស្លឹកអត់ងាប់ទេណានឹងដុះទៀតបានណាតែតែដាច់ឫសងាប់ពុទ្ធសាសនាតែអស់វិន័យងាប់ដែរហ្នឹងហើយឃើញដល់អស់វិន័យទៅឃើញប្រតិបត្តិខុសឬត្រូវពុទ្ធបរិស័ទចែកមិនដាច់ខ្ញុំធ្លាប់ផុសមួយថាក្នុងពុទ្ធសាសនាបើចង់វែកញែករឿងខុសរឿងត្រូវអត់យកពាក្យខ្ញុំយល់ឃើញថាយកមកនិយាយទេគឺត្រូវយកធម៌និងវិន័យដែលជាច្បាប់ក្រឹតក្រមហ្នឹងយកមកវិន័យយកមកនិយាយបើអត់យកច្បាប់យកមកនិយាយអត់យកវិន័យយកមកនិយាយគឺខ្ញុំយល់ឃើញថានេះឆ្លោះគ្នាងាប់ចេះថាចុះមិនអញ្ចឹងទេបាទលោកចាស់សរុបបញ្ចប់ដល់វត្តមិនឲ្យញាតិញោមតាមការលើកឡើងរបស់លោកគ្រូមិញគឺត្រូវតែរៀនយល់ដឹងទាំងអស់គ្នាបើទាំងវិន័យរបស់បព្វជិតនិងវិន័យរបស់ខាងញាតិញោមជាគរិវាសបើគឺមានទាំងពីរដូច្នេះយើងសិក្សាដឹងអញ្ចឹងទៅក៏កាន់តែជ្រះថ្លានៅក្នុងការប្រតិបត្តិបើទាំងជាមួយព្រះសង្ឃទាំងប្រតិបត្តិចំពោះខ្លួនឯងបើអញ្ចឹងមានប្រមាណប៉ុណ្ណេះទេញាតិញោមឲ្យសាកដល់វត្តហើយបើគឺបញ្ចប់ប៉ុណ្ណឹងហើយចាំញាតិញោមស្ដាប់នៅធម៌ឲ្យសប្បាយបន្តទៅទៀតបងនឹងហើយពួកយើងទាំងឡាយក៏សូមបវាណាប្រគេនវត្តហ្នឹងក្នុងមួយរយៈកាលដែលលោកម្ចាស់គង់នៅប្រើប្រាស់ជារបស់ដែលលោកម្ចាស់ត្រូវការដូចជារបស់លោកម្ចាស់ចឹងចុះប៉ុន្តែគ្មានសិទ្ធិលក់ដូរអីទេណាគឺប្រើប្រាស់ដោយល្អចឹងសូមបញ្ចប់ការ live ប៉ុណ្្នឹងចុះមកស្ការលានិងជម្រាបលា